អ្នកពេលព្រឹកព្រលឹមយើងក៏បានឃើញមនុស្សពីរនាក់កំពុងតែស្ពេកបងវិញដើរចេញពីក្នុងភូមិមនុស្សទាំងពីរនាក់នោះមានឈ្មោះថាយាយសុកហើយនិងស្រីពេញដែលត្រូវបានអ្នកភូមិនាំគ្នាបណ្តេញចេញពីក្នុងភូមិលែងឲ្យរស់នៅបន្តទៀតពួកគេបាននាំគ្នាសង្ស័យថាយាយសុកហើយនិងស្រីពេញគឺជាពពួកធ្មប់អាបដែលទៅហែកស៊ីមន្ទីររបស់ពួកគេដែលអ្នកភូមិសង្ស័យដូច្នេះព្រោះថាជារឿងរយំពួកគេតែងតែបានឃើញថាមានពន្លឺភ្លើងពណ៌ខៀវមួយបានហោះចេញចូលនៅក្នុងផ្ទះរបស់យាយសុកជារៀងរយប់ក្រោយពេលដែលបានឃើញដូច្នេះពួកគេគិតថាយាយសុកនឹងឯងគឺជាធ្មប់អាបចំណែកឯស្រីពេញពួកគេគិតថាគឺជាអ្នកដែលស្នងទាយាទពួកគេក៏បាននាំគ្នាបណ្ដេញយាយសុកហើយនិងស្រីពេញចេញពីក្នុងភូមិទៅបន្ទាប់ពីត្រូវគេបណ្ដេញចេញហើយយាយសុកហើយនិងស្រីពេញដើរបណ្ដើរគិតបណ្ដើរស្រីពេញបាននិយាយសួរទៅកាន់យាយសុកថាលោកយាយតើយើងនាំគ្នាទៅសម្រាកនៅឯណាទៅបើឥឡូវនេះយើងត្រូវបានគេបណ្ដេញចេញពីក្នុងភូមិហើយយាយសុកគាត់បាននិយាយតបថាណែចៅស្រីឥឡូវនេះយាយគិតថាពួកយើងនាំគ្នាធ្វើដំណើរទៅភូមិខាងមុខនោះទៅសាកល្បងសុំគេលមើលក្រែងលោកគេចិត្តល្អឲ្យយើងពីអ្នកយាយចៅរស់នៅក្នុងស្រុកភូមិនោះស្រីពេជ្របាននិយាយថាក៏ប៉ុន្តែលោកយាយខ្ញុំខ្លាចថាពួកគេមិនយល់ព្រមឲ្យយើងរស់នៅក្នុងស្រុកភូមិរបស់គេយាយសុកបាននិយាយថាណែចៅស្រីយើងមកដល់ចំណុចនេះទៅហើយមានតែសាកល្បងមើលសិនទៅបើគេឲ្យរស់នៅក៏ល្អដែរក៏ប៉ុន្តែបើគេមិនឲ្យរស់នៅចាំយើងគិតបន្តទៀតនាងក្រមុំបាននិយាយថាណែលោកយាយតើយើងគិតនាំគ្នាទៅសុំអ្នកណាគេដែរទៅបើយើងមិនស្គាល់អ្នកណាផងនៅក្នុងស្រុកភូមិនឹងលោកយាយបាននិយាយតបថាណែចៅស្រីរបស់យាយគឺយើងនាំគ្នាទៅសុំលោកមេភូមិនោះអីមិនចាំបាច់ទៅសុំអ្នកណាផ្សេងនោះទេបើលោកមេភូមិយល់ព្រមឲ្យយើងនៅអ្នកភូមិគេក៏មិនថាស្អីដែរបន្ទាប់ពីនិយាយរួចយាយសុកហើយនឹងស្រីពេញក៏បាននាំគ្នាធ្វើដំណើរទៅភ្លាមទាំងពីរអ្នកយាយចៅបានធ្វើដំណើរអស់ពេលមួយសន្ទុះក៏បានចូលមកដល់ក្នុងស្រុកភូមិក៏ស្រាប់តែបានជួបជាមួយនឹងលោកពូម្នាក់យាយសុកបាននិយាយសួរថាអត់ទោសផងក្មួយតើលោកមេភូមិផ្ទះរបស់គាត់នៅម្ដុំណាដែរទៅយាយហើយនឹងចៅស្រីមកពីឆ្ងាយមានរឿងចង់និយាយជាមួយនឹងលោកមេភូមិបន្តិចលោកពូម្នាក់នោះបាននិយាយតបថាអូលោកយាយផ្ទះលោកមេភូមិគឺនៅខាងមុខនោះដើរទៅតែបន្តិចទៀតគឺទៅដល់ហើយផ្ទះរបស់គាត់នៅខាងឆ្វេងដៃរំលងប្រហែលជា4ផ្ទះទៀតគឺទៅដល់ផ្ទះរបស់គាត់ហើយបានឮដូច្នេះហើយយាយសុកនិយាយតបថាណែក្មួយយាយអរគុណច្រើនហើយដែលបានប្រាប់យាយបើអញ្ចឹងយាយហើយនឹងចៅស្រីនាំគ្នាទៅសិនហើយបន្ទាប់ពីនិយាយរួចយាយសុកហើយនឹងស្រីពេញបាននាំគ្នាទៅផ្ទះលោកមេភូមិភ្លាមក្រោយពេលដែលទៅដល់ក៏បានឃើញពូហនដែលជាមេភូមិកំពុងតែអង្គុយផឹកទឹកតែនៅក្រែខាងមុខផ្ទះយាយសុកបាននិយាយសួរថាណែក្មួយតើផ្ទះនេះមែនទេដែលជាផ្ទះលោកមេភូមិពូហនដែលជាមេភូមិបាននិយាយតបថាអូមែនហើយលោកយាយផ្ទះនេះហើយចំណែកឯលោកមេភូមិគឺជាខ្ញុំនេះឯងហើយលោកយាយព្រមទាំងក្មួយស្រីមកអង្គុយនៅលើគ្រែសិនទៅរួចហើយចាំនិយាយគ្នាយាយសុកហើយនឹងស្រីពេញបាននាំគ្នាចូលទៅអង្គុយភ្លាមរួចហើយពូហនបាននិយាយសួរថាណែលោកយាយហើយនឹងក្មួយស្រីខាងនេះមើលទៅអ្នកទាំងពីរមិនមែនជាអ្នកដែលរស់នៅក្នុងភូមិនេះទេរួចចុះអ្នកទាំងពីរមករកខ្ញុំមានការអ្វីដែរទៅរួចចុះលោកយាយហើយនឹងក្មួយស្រីមានឈ្មោះអ្វីដែរទៅយាយសុកគាត់បាននិយាយតបថាអូយាយមានឈ្មោះថាសុកចំណែកឯចៅស្រីរបស់យាយនាងមានឈ្មោះថាពេជ្រដែលយាយហើយនឹងចៅស្រីមករកក្មួយមេភូមិគឺមានរឿងខ្លះៗចង់និយាយជាមួយលោកយាយហើយនឹងស្រីពេញធ្វើអេះអុញហាក់ដូចជាមិនហ៊ាននិយាយពេលនោះពូហនបាននិយាយថាណែលោកយាយហើយនឹងក្មួយស្រីអ្នកទាំងពីរមានរឿងអ្វីដែរទៅដែលចង់និយាយជាមួយនឹងខ្ញុំឆាប់និយាយមកចុះយាយសុកបាននិយាយថាណែគឺថាយាយហើយនឹងចៅស្រីត្រូវបានពួកអ្នកភូមិគេនាំគ្នាបណ្ដេញចេញពីក្នុងភូមិ
ឥឡូវនេះយាយហើយនឹងចៅស្រីគ្មានកន្លែងដែលត្រូវទៅទេយាយហើយនឹងចៅស្រីគិតថាចង់សុំរស់នៅក្នុងស្រុកភូមិនេះផងពូហនគាត់មានការងឿងឆ្ងល់ហេតុអ្វីបានជាសុកយាយចៅពីរនាក់នេះត្រូវបានគេបណ្តេញចេញពូហនបាននិយាយសួរថាណែលោកយាយរួចចុះលោកយាយហើយនឹងក្មួយស្រីនាំគ្នាទៅធ្វើអ្វីខុសទៅទើបបានជាត្រូវគេបណ្តេញចេញពីក្នុងភូមិបែបនេះយាយសុកហើយនឹងស្រីពេជ្រឮដូច្នេះហើយចាប់ដើមសម្លឹងមុខគ្នាក្រោយមកស្រីពេជ្របាននិយាយតបថាណែលោកពូមេភូមិពួកគេនាំគ្នាសង្ស័យថាយាយរបស់ខ្ញុំនឹងគឺជាពពុះធ្មប់អាបចំណែកឯខ្ញុំឯនេះវិញពួកគេនាំគ្នាសង្ស័យថាគឺជាអ្នកដែលស្នងទេយាទដូច្នេះហើយពួកគេនាំគ្នាបណ្ដេញខ្ញុំហើយនឹងលោកយាយចេញពីក្នុងភូមិទៅពូហនបានឮហើយចាប់ផ្ដើមបើកភ្នែកធំរួចហើយគាត់និយាយថាណែលោកយាយរួចចុះលោកយាយគឺជាធ្មប់អាបដូចគេនិយាយមែនដែរឬអត់បើសិនជាអញ្ចឹងពិតមែនលោកយាយប្រកាសជាសយធំហើយមកប៉ះខ្ញុំគឺជាគ្រូអាគមផងយាយសុកបាននិយាយថាអត់ទេក្មួយមេភូមិយាយមិនមែនជាពពុះធ្មប់អាបស្អីនោះទេពួកគេទាំងអស់គ្នានោះបាននាំគ្នាចោទប្រកាន់យាយហើយនឹងចៅស្រីទោះបីជាខំប្រឹងនិយាយបកស្រាយប្រាប់ពួកគេប៉ុណ្ណាក៏ដោយក៏ពួកគេមិនជឿដែរណែរួចចុះឥឡូវនេះក្មួយមេភូមិអនុញ្ញាតឲ្យយាយហើយនឹងចៅស្រីរស់នៅស្រុកភូមិនេះផងតើបានទេយាយហើយនឹងចៅស្រីពិតជាគ្មានទីកន្លែងដែលត្រូវទៅមែនចំណែកឯដែលយាយនិយាយអំញ្ញគឺសិនតែជាការពិតទាំងអស់យាយមិនមែនជាពពុះធ្មប់អាបស្អីនោះទេយាយត្រូវពួកគេមូលបង្កាច់តែប៉ុណ្ណោះពូហនឮដូច្នេះហើយចាប់ផ្ដើមសម្លឹងទៅកាន់មុខនាងក្រមុំរួចហើយក៏គិតក្នុងចិត្តថាយីស្រីក្រមុំម្នាក់នេះមានរូបឆោមស្រស់ស្អាតដែរតើរីឯសម្ដីក៏ទន់ភ្លន់ទៀតសពថ្ងៃនេះយើងក៏រស់នៅតែម្នាក់ឯងដែរគ្មានកូនគ្មានចៅអ្វីនឹងគេនោះទេបើសិនជាយើងឲ្យលោកយាយនិងស្រីក្រមុំនៅផ្ទះរបស់យើងប្រកាសជារកវិធីយកស្រីក្រមុំមកធ្វើជាប្រពន្ធយើងឲ្យបានស្រីក្រមុំដែលមានរូបសម្រស់ស្រស់ស្អាតយ៉ាងនេះបើឲ្យរបូតពីដៃទៅពិតជាគួរឲ្យស្ដាយខ្លាំងណាស់គិតបែបនេះរួចហើយគាត់បាននិយាយទៅកាន់យាយសុកនិងស្រីពេជ្រថាណែលោកយាយហើយនឹងក្មួយស្រីបើអញ្ចឹងអ្នកទាំងពីររស់នៅផ្ទះរបស់ខ្ញុំទៅចុះលោកយាយហើយនឹងស្រីក្រមុំអ្នកទាំងពីរបានឮដូច្នេះហើយពិតជាសប្បាយចិត្តខ្លាំងណាស់យាយសុកបាននិយាយទៅកាន់ស្រីពេជ្រថាណែចៅស្រីយាយពិតជាសប្បាយចិត្តខ្លាំងណាស់ឥឡូវនេះយើងទាំងពីរនាក់មានកន្លែងរស់នៅហើយស្រីក្រមុំបាននិយាយតបថាមិនហើយលោកយាយខ្ញុំក៏សប្បាយចិត្តដែរដែលលោកមេភូមិយល់ព្រមឲ្យយើងពីរនាក់យាយចៅរស់នៅផ្ទះរបស់គាត់ពីរនាក់យាយចៅបាននិយាយអរគុណទៅកាន់ពូហនដែលបានឲ្យទីកន្លែងអ្នកទាំងពីររស់នៅយាយសុកបាននិយាយទៅកាន់ពូហនថាណែក្មួយមេភូមិយាយហើយនឹងចៅស្រីពិតជាអរគុណខ្លាំងណាស់ដែលបានឲ្យទីកន្លែងរស់នៅក្មួយមេភូមិពិតជាមនុស្សដែលមានសន្តានចិត្តល្អពិតមែនណែលោកយាយហើយនឹងក្មួយស្រីមិនចាំបាច់អរគុណខ្ញុំនោះទេផ្ទះរបស់ខ្ញុំនេះគឺវាធំខ្លាំងណាស់អាចឲ្យអ្នកទាំងពីររស់នៅបានមិនចង្អៀតនោះទេហើយម្យ៉ាងទៀតសពថ្ងៃនេះខ្ញុំក៏រស់នៅតែម្នាក់ឯងដែរគ្មានកូនគ្មានចៅអ្វីនឹងគេនោះទេរស់នៅតែម្នាក់ឯងគឺពិតជាស្ងាត់ខ្លាំងណាស់បើឲ្យលោកយាយហើយនឹងក្មួយស្រីមករស់នៅជាមួយផ្ទះខ្ញុំប្រកាសជាអ៊ូអរជាមិនខានស្រីក្រមុំបានឮដូច្នេះហើយក៏បាននិយាយសួរទៅកាន់ពូហនថាណែលោកពូមេភូមិតើអាចឲ្យខ្ញុំសុំសួរមួយតើបានដែរទេណែលោកពូតើលោកពូគឺជាកំឡោះសៅកែតើមិនដែរឬទេទើបបានជាគ្មានកូនគ្មានចៅអ្វីនឹងគេពូហនគាត់បានសម្លឹងទៅកាន់នាងក្រមុំរួចហើយគាត់និយាយតបថាអត់នោះទេក្មួយស្រីពូមិនមែនជាកំឡោះសៅកែអ្វីនោះទេកាលពីមុនពូក៏ធ្លាប់មានប្រពន្ធដែរក៏ប៉ុន្តែនាងបានស្លាប់ចោលពូបាត់ទៅហើយតាំងតែពីថ្ងៃដែលប្រពន្ធរបស់ពូស្លាប់ចោលទៅពូក៏រស់នៅតែម្នាក់ឯងរហូតហើយចាប់ពីថ្ងៃនេះទៅក្មួយស្រីមិនចាំបាច់ហៅពូថាជាលោកពូមេភូមិនោះទេហៅថាពូហនទៅបានហើយ
ចំណែកឯលោកយាយក៏ដូចគ្នាដែរមិនចាំបាច់ហៅខ្ញុំថាជាក្មួយមេភូមិទេយើងរស់នៅជាមួយនឹងគ្នាទៅហើយហៅខ្ញុំថាក្មួយហនទៅបានហើយឥឡូវនេះលោកយាយហើយនឹងក្មួយស្រីនាំគ្នាយកបងវិញទៅទុកនៅលើផ្ទះសិនទៅយាយសុងគាត់បាននិយាយថាណែក្មួយហនតើអាចឲ្យយាយហើយនឹងចៅស្រីស្នាក់នៅខ្ទមខាងក្រោយនោះតើបានដែរទេផ្ទះរបស់ក្មួយធំពេកហើយយាយដូចជាមិនទម្លាប់ទេយាយធ្លាប់តែដេកនៅខ្ទមតូចៗបើឲ្យមកដេកផ្ទះធំអញ្ចឹងយាយដូចជាមិនទម្លាប់សោះស្រីពេញនាងបាននិយាយដែរថាមែនហើយពូហនឲ្យខ្ញុំជាមួយនឹងលោកយាយស្នាក់នៅខ្ទមខាងក្រោយនោះចុះខ្ញុំហើយនឹងលោកយាយសុទ្ធតែជាមនុស្សស្រីបើឲ្យទៅសម្រាកនៅលើផ្ទះជាមួយនឹងលោកពូក្រែងលោអ្នកភូមិគេឃើញហើយគេគិតមិនល្អគេនាំគ្នានិយាយដើមពូលោកពូជាមេភូមិប្រកាសជាខូចឈ្មោះជាមិនខានដល់ពេលនោះពួកគេប្រកាសជានាំគ្នាឈប់គោរពពូជាមិនខានពូហនគាត់បាននិយាយថាណែក្មួយស្រីពូមិនដែលគិតរឿងអស់នឹងនោះទេអ្នកណាចង់គោរពពូឬមិនគោរពពូក៏បានដែរយើងរស់នៅផ្ទះរបស់យើងទេតើអ្នកណាចង់និយាយអ្វីក៏និយាយទៅតែបើក្មួយស្រីហើយនឹងលោកយាយចង់សម្រាកនៅខ្ទមខាងក្រោយនោះក៏សម្រាកទៅចោះខ្ញុំមិនបង្ខំនោះទេស្រីពេជ្របាននិយាយថាបើអញ្ចឹងខ្ញុំហើយនឹងលោកយាយនាំគ្នាទៅសម្អាតខ្ទមនោះដើម្បីសម្រាកសិនហើយនិយាយរួចយាយសុកនិងស្រីពេជ្របំរុងនឹងដើរចេញទៅតែពេលនោះពូហនបាននិយាយថាណែក្មួយពេជ្របោះសម្អាតឲ្យស្អាតទៅបើត្រូវការអ្វីប្រញាប់មកប្រាប់ពូចាំពូរៀបចំឲ្យស្រីក្រមុំបានងក់ក្បាលយល់ព្រមរួចហើយបាននាំលោកយាយទៅបោះសម្អាតខ្ទមតែម្ដងយាយសុកហើយនឹងស្រីពេជ្របានរស់នៅក្នុងស្រុកភូមិនេះខ្ទង់ប្រហែលជា3ខែស្រីពេជ្រក៏បានផ្ដាំស្នេហាជាមួយនឹងកំឡោះម្នាក់គេមានឈ្មោះថាហេងកំឡោះហេងគឺជាកូនប្រុសរបស់ពូវៃគេមានសាច់សរាងខ្ពស់កំឡោះហេងគឺជាកូនប្រុសរបស់ពូវៃគេមានសាច់សរាងខ្ពស់ហើយថែមទាំងសាច់ដុំធំទៀតផងសពថ្ងៃនេះកំឡោះហេងជាមួយនឹងឪពុកមានមុខរបរចូលទៅក្នុងព្រៃកាប់អុសយកមកលក់ឲ្យអ្នកភូមិប្រសិនបើជាគ្រូសាណាមានរវល់ការកូនឬក៏ធ្វើបុណ្យអីនោះគេតែងតែនាំគ្នាមកទិញយកអុសរបស់គាត់អ្នកខ្លះក៏ទិញ1រទេះរីឯអ្នកខ្លះទៀតក៏ទិញ2រទេះទៅដោយសារតែអុសរបស់គាត់ធំហើយត្រង់ល្អគេទិញយកច្រើនដើម្បីទុកប្រើនៅថ្ងៃក្រោយនៅថ្ងៃនេះកំឡោះហេងគេទំនេរដោយសារតែមិនបានចូលទៅក្នុងព្រៃកាប់អុសកំឡោះហេងក៏បានសុំឪពុករបស់គេដើម្បីទៅជួបជាមួយនឹងស្រីពេញគេបាននិយាយទៅកាន់ឪពុកគេថាលោកពុកថ្ងៃនេះកូនទំនេរកូនគិតថាចង់សុំពុកទៅដើរលេងជាមួយនឹងស្រីពេជ្របន្តិចពូវៃគាត់បាននិយាយតបទៅកាន់កូនប្រុសថាណែកូនប្រុសឯងចង់ទៅក៏ទៅចោះពុកមិនបានថាស្អីឯណាកំឡោះហេងបាននិយាយថាណែពុកបើអញ្ចឹងខ្ញុំទៅសិនហើយប្រហែលជារឿងងាយបន្តិចទើបខ្ញុំត្រឡប់មកផ្ទះវិញបន្ទាប់ពីនិយាយរួចកំឡោះហេងក៏បានធ្វើដំណើរទៅផ្ទះពូហនភ្លាមដើម្បីទៅជួបជាមួយនឹងស្រីពេជ្រក្រោយពេលដែលកំឡោះហេងទៅដល់ផ្ទះរបស់ពូហនបាននិយាយសួរថាណែហេងរួចចុះឯងមកផ្ទះរបស់យើងមានរឿងអ្វីដែរទៅកំឡោះហេងបាននិយាយតបថាបាទលោកពូមេភូមិដែលខ្ញុំមកផ្ទះរបស់ពូគ្មានរឿងអ្វីនោះទេគឺខ្ញុំមកជួបជាមួយនឹងស្រីពេជ្រតែប៉ុណ្ណោះថ្ងៃនេះខ្ញុំគិតថាចង់មកបបួលនាងចេញទៅដើរលេងបន្តិចពូហនបានឮដូច្នេះហើយគាត់ចាប់ផ្ដើមមុខក្រញ៉ៅរួចហើយគាត់និយាយថាណែហេងប្រសិនបើជាឯងទំនេរណាគូតែនៅផ្ទះខ្លះទៅកុំចេះតែមកនាំស្រីពេជ្រទៅដើរលេងដូចនេះក្មួយពេជ្រគឺជាមនុស្សស្រីចំណែកឯងគឺជាមនុស្សប្រុសឯងចេះតែមកនាំស្រីពេជ្រទៅដើរលេងតែពីរនាក់មើលទៅដូចជាមិនសមសោះកំឡោះហេងបាននិយាយតបថាណែលោកពូតើមានអ្វីទោះខុសទៅខ្ញុំហើយនឹងស្រីពេជ្រជាមនុស្សដែលស្រឡាញ់គ្នាហើយខ្ញុំគ្រាន់តែមកនាំស្រីពេជ្រទៅដើរលេងទេតើមិនបានទៅធ្វើស្អីផ្ដេសផ្ដាស់ឯណារួចចុះមានរឿងអ្វីដែលថាមិនសមទៅអ្នកទាំងពីរកំពុងតែនិយាយគ្នាខណៈពេលនោះស្រីពេជ្រក៏បានដើរចូលមកដល់ស្រីពេជ្របានឃើញកំឡោះហេងភ្លាមនាងបាននិយាយថាយីបងហេងថ្ងៃនេះបងឯងមិនបានចូលទៅក្នុងព្រៃកាប់អុសទេអីរួចចុះបងឯងនៅឈរនិយាយអ្វីជាមួយនឹងលោកពូហនទៅ
កំឡោះហេងគេមិនទាន់ទាំងបាននិយាយផងពេលនោះពូហនបាននិយាយមុនថាអូពូហើយនឹងគេគ្រាន់តែឈរនិយាយគ្នាលេងតែប៉ុណ្ណោះគ្មានអ្វីនោះទេបើអញ្ចឹងក្មួយពេញនិយាយគ្នាលេងជាមួយនឹងក្មួយហេងទៅចោះពូមានធុរៈត្រូវទៅចុងភូមិបន្តិចក៏ប៉ុន្តែមុននឹងគាត់ដើរចេញទៅគាត់បានសម្លឹងទៅកាន់មុខកំឡោះហេងរួចហើយក្តាប់មាត់បន្តិចរួចហើយក៏បានដើរចាក់ចេញទៅបន្ទាប់ពីពូហនដើរចេញទៅបាត់កំឡោះហេងបាននិយាយទៅកាន់ស្រីពេជ្រថាណែពេញថ្ងៃនេះខ្ញុំទំនេរគិតថាចង់មកបបួលពេញទៅដើរលេងក៏ប៉ុន្តែឥឡូវនេះខ្ញុំដូចជាមិនចង់ដើរទៅណាសោះស្រីពេជ្របាននិយាយថាណែបងហេងមិនចាំបាច់នាំខ្ញុំទៅដើរលេងឯណាក៏បានដែរគ្រាន់តែបងមកនិយាយគ្នាលេងជាមួយនឹងខ្ញុំនៅផ្ទះទៅបានហើយណាមួយក៏បានលោកយាយរបស់ខ្ញុំនិយាយគ្នាលេងជាមួយនឹងបងផងកំឡោះហេងបាននិយាយថាបើអញ្ចឹងយើងនាំគ្នាចូលទៅខាងក្នុងទៅខ្ញុំក៏មានរឿងចង់និយាយជាមួយនឹងលោកយាយដែរស្រីពេជ្របាននិយាយថាបើបងមានរឿងចង់និយាយជាមួយនឹងលោកយាយដែរយើងនាំគ្នាចូលទៅខាងក្នុងទៅលោកយាយនៅអង្គុយនៅឯខ្ទមឯក្រោយនោះបន្ទាប់ពីស្រីពេជ្រនិយាយរួចគេក៏បាននាំកំឡោះហេងចូលទៅជួបលោកយាយគេទៅចំណែកឯយាយសុកគ្រាន់តែបានឃើញកំឡោះហេងហើយគាត់និយាយថាណែក្មួយហេងរួចចុះថ្ងៃនេះមិនបានចូលទៅក្នុងព្រៃកាប់អូសទេអីទើបបានជាមានពេលវេលាមកលេងនៅទីនេះកំឡោះហេងបាននិយាយតបថាបាទលោកយាយថ្ងៃនេះខ្ញុំទំនេរគឺថាអូសរបស់ខ្ញុំនៅសល់ច្រើនណាស់ដូច្នេះហើយទើបបានជាខ្ញុំមិនបានចូលទៅក្នុងព្រៃកាប់អូសហើយខ្ញុំក៏មកលេងលោកយាយនិងស្រីពេជ្រទៅស្រីពេជ្របាននិយាយថាណែបងហេងតើអំបញ្ញមិញបងឯងនិយាយអ្វីជាមួយនឹងពូហនទៅមើលទៅទឹកមុខរបស់គាត់ដូចជាមិនសូវសប្បាយចិត្តសោះកំឡោះហេងគេបាននិយាយថាណែអំបញ្ញមិញដែលខ្ញុំនិយាយគ្នាជាមួយនឹងគាត់ខ្ញុំនិយាយប្រាប់គាត់ថាចង់មកបបួលពេជ្រទៅដើរលេងគាត់គ្រាន់តែបានលើដូច្នេះហើយស្រាប់តែខាងខ្ញុំតែម្ដងស្រីពេជ្របាននិយាយថាណែបងហេងលោកពូហនប៉ុន្មានថ្ងៃនេះគាត់ដូចជាធ្វើខ្លួនចម្លែកដល់ហើយថ្ងៃខ្លះគាត់សម្លឹងខ្ញុំមិនដាក់ភ្នែកទេហើយថ្ងៃខ្លះទៀតគាត់មកនិយាយលេងជាមួយនឹងខ្ញុំមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងចាប់ដៃខ្ញុំទៀតផងដោយសារតែខ្ញុំជាមួយនឹងលោកយាយនៅផ្ទះរបស់គាត់ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចជាមួយនឹងគាត់ទេកំឡោះហេងឮដូច្នេះហើយគេបាននិយាយថាណែពេជ្រមើលទៅដូចជាមិនសូវស្រួលទេពេជ្រហើយនឹងលោកយាយនាំគ្នាទៅនៅផ្ទះរបស់ខ្ញុំទៅបើសិនជាពេជ្រហើយនឹងលោកយាយនៅទីនេះបន្តទៀតប្រកាសជាមានរឿងអ្វីកើតឡើងជាមិនខានស្រីក្រមុំបាននិយាយតបថាក៏ប៉ុន្តែបងហេងខ្ញុំដូចជាមិនដឹងថាគួរតែទៅប្រាប់គាត់យ៉ាងម៉េចនោះទេយាយសុកគាត់បាននិយាយដែរថាមិនហើយក្មួយហេងយាយហើយនឹងចៅស្រីមិនដឹងថាគូតែទៅនិយាយប្រាប់គាត់ថាម៉េចនោះទេកន្លងមកក្មួយហនគេក៏ធ្លាប់បានជួយយាយហើយនឹងចៅស្រីច្រើនដែរនៅសុកយាយហើយនឹងចៅស្រីចង់ចេញពីទីនេះទៅនៅផ្ទះរបស់ក្មួយហេងយាយពិតជាពិបាកនិយាយប្រាប់ក្មួយហនខ្លាំងណាស់កំឡោះហេងបាននិយាយថាណែលោកយាយហើយនឹងស្រីពេជ្ររឿងនេះគ្មានអ្វីដែលពិបាកនឹងនិយាយប្រាប់ទៅដល់លោកមេភូមិនោះទេលោកយាយនិយាយប្រាប់គាត់ទៅថាខ្ញុំហើយនឹងស្រីពេជ្រស្រឡាញ់គ្នាស្រីពេជ្រចង់ទៅរស់នៅផ្ទះរបស់ខ្ញុំចំណែកឯលោកយាយក៏ត្រូវទៅដែរដោយសារតែចង់រស់នៅជាមួយនឹងចៅស្រីយាយសុកបាននិយាយថាណែក៏ប៉ុន្តែយាយហើយនឹងចៅស្រីដូចជាមិនហ៊ានទៅនិយាយជាមួយនឹងក្មួយហនទេស្រីពេជ្រនាងបាននិយាយដែរថាណែបងហេងខ្ញុំគិតថាបងឯងជួយទៅនិយាយជំនួសខ្ញុំហើយនឹងលោកយាយបន្តិចទៅខ្ញុំហើយនឹងលោកយាយពិតជាមិនហ៊ានពិតមែនកំឡោះហេងបាននិយាយតបថាណែបងអញ្ចឹងទុកឲ្យខ្ញុំជាអ្នកនិយាយជាមួយនឹងលោកមេភូមិទៅចោះតែមិនដឹងថាថ្មណាទៅគាត់ត្រឡប់មកពីចុងភូមិវិញអ្នកទាំង3កំពុងតែអង្គុយប្រោកប្រាជ្ញគ្នាទៅវិញទៅមកពេលនោះស្រីពេជ្រក៏បានឃើញលោកមេភូមិត្រឡប់មកវិញស្រីពេជ្របាននិយាយថាណែបងហេងនោះលោកពូហនគាត់ត្រឡប់មកវិញហើយកំឡោះហេងបាននិយាយថាណែលោកយាយហើយនឹងស្រីពេជ្រពួកយើងឆាប់នាំគ្នាទៅនិយាយជាមួយនឹងគាត់ទៅ
បន្ទាប់មកអ្នកទាំង3ក៏បាននាំគ្នាដើរសម្ដៅទៅរកលោកមេភូមិភ្លាមក្រោយពេលដែលអ្នកទាំង3ទៅដល់កំឡោះហេងបាននិយាយទៅកាន់ពូហនថាណែលោកពូមេភូមិខ្ញុំមានរឿងចង់និយាយជាមួយនឹងលោកពូមេភូមិបន្តិចគឺថាខ្ញុំចង់យកស្រីពេជ្រហើយនឹងលោកយាយទៅនៅផ្ទះរបស់ខ្ញុំដោយសារតែខ្ញុំជាមួយនឹងស្រីពេជ្រស្រឡាញ់គ្នាស្រីពេជ្រនាងមិនចង់រស់នៅទីនេះរំខានដល់លោកមេភូមិទៀតឡើយក្រោយពេលដែលពូហនបានឮដូច្នេះហើយគាត់បាននិយាយសួរទៅកាន់យាយសុកនិងស្រីពេជ្រថាណែលោកយាយហើយនឹងក្មួយស្រីដែលវានិយាយនេះគឺជាការពិតដែរឬអត់យាយសុកហើយនឹងស្រីពេជ្រចាប់ផ្ដើមសម្លឹងមុខគ្នាទៅវិញទៅមករួចហើយស្រីពេជ្របាននិយាយតបថាណែលោកពូខ្ញុំហើយនឹងបងហេងពិតជាស្រឡាញ់គ្នាពិតមែនខ្ញុំគិតថាចង់នាំលោកយាយទៅរស់នៅផ្ទះរបស់គាត់មិនចង់នៅទីនេះរំខានដល់លោកពូទៀតនោះទេចំណែកឯកន្លងមកពិតជាអរគុណទៅដល់លោកពូខ្លាំងណាស់ដែលបានជួយខ្ញុំហើយនឹងលោកយាយបន្ទាប់ពីឮដូច្នេះហើយពូហនបាននិយាយតបថាណែបើក្មួយស្រីគិតបែបនេះទៅហើយពូក៏គ្មានអ្វីដែលត្រូវហាមឃាត់ដែរក្មួយស្រីហើយនឹងលោកយាយនាំគ្នាទៅរស់នៅជាមួយនឹងគេចោះរួចចុះក្មួយស្រីហើយនឹងលោកយាយគិតនាំគ្នាទៅថ្ងៃណាដែរកំឡោះហេងគេបាននិយាយកាត់សម្ដីលោកយាយនិងស្រីពេជ្រថាអូលោកពូមេភូមិគឺថាលោកយាយហើយនឹងស្រីពេជ្រមិនចង់នៅយូរនោះទេគឺនាំគ្នាទៅល្ងាចនេះតែម្ដងកំឡោះហេងគេនិយាយមិនបានខ្វល់ពីទឹកមុខរបស់លោកមេភូមិទេគេក៏បាននាំស្រីពេជ្រហើយនឹងលោកយាយទៅរៀបចំអីវ៉ាន់តែម្ដងនៅក្នុងពេលនេះលោកមេភូមិគាត់បានខឹងទៅកាន់កំឡោះហេងខ្លាំងណាស់ក៏ប៉ុន្តែពេលនេះគាត់មិនទាន់ធ្វើស្អីទៅកាន់កំឡោះហេងដោយសារតែនៅចំពោះមុខស្រីពេជ្រមនុស្សដែលចេះមន្តអាគមដូចជាពូហនគាត់ប្រកាសជារកវិធីចាត់ការទៅកាន់កំឡោះហេងជាមិនខានចំណែកឯយាយសុងព្រមទាំងស្រីពេជ្រហើយនឹងកំឡោះហេងអ្នកទាំង3បានរៀបចំអីវ៉ាន់រហូតដល់ងាកបន្តិចក៏បានរៀបចំរួចរាល់បន្ទាប់ពីនោះយាយសុកហើយនឹងស្រីពេជ្រមុននឹងចាកចេញទៅក៏បាននាំគ្នាទៅលាលោកមេភូមិម្ដងទៀតស្រីពេជ្របាននិយាយថាណែលោកពូហនបើអញ្ចឹងខ្ញុំហើយនឹងលោកយាយនាំគ្នាទៅសិនហើយយាយសុកបាននិយាយដែរថាណែក្មួយហនយាយសូមអរគុណម្ដងទៀតសម្រាប់រឿងកន្លងមកឥឡូវនេះយាយហើយនឹងក្មួយស្រីគិតថានាំគ្នាទៅសិនហើយបន្ទាប់ពីនិយាយរួចកំឡោះហេងក៏បាននាំអ្នកទាំងពីរធ្វើដំណើរទៅផ្ទះរបស់គេភ្លាមក្រោយពេលដែលទៅដល់ផ្ទះពូវ័យដែលជាឪពុកបានឃើញយាយសុកហើយនឹងស្រីពេជ្រមកជាមួយថែមទាំងមានអីវ៉ាន់ទៀតផងពូវ័យគាត់បាននិយាយសួរទៅកាន់កូនប្រុសថាណែកូនប្រុសតើអ្នកទាំងពីរមានរឿងអ្វីទៅទើបបានជាមកផ្ទះរបស់យើងហើយថែមទាំងមានបងវិចម្នាក់មួយទៀតផងកំឡោះហេងបាននិយាយតបទៅកាន់ឪពុកថាបាទលោកពងគឺខ្ញុំនាំស្រីពេជ្រហើយនឹងលោកយាយមកនៅផ្ទះរបស់យើងដោយសារតែខ្ញុំខ្លាចថាស្រីពេជ្រនៅទីនោះបន្តប្រកាសជាមានគ្រោះថ្នាក់ជាមិនខានពូវ័យបានឮដូច្នេះហើយគាត់មានការងឿងឆ្ងល់ក្រោយមកគាត់បាននិយាយសួរទៅកាន់កូនប្រុសថាណែកូនពុកឆ្ងល់ខ្លាំងណាស់តើស្រីពេជ្រនៅទីនោះអាចនឹងមានគ្រោះថ្នាក់អ្វីទៅកំឡោះហេងបាននិយាយថាណែលោកពងរឿងវាអញ្ចេះស្រីពេជ្របាននិយាយប្រាប់ខ្ញុំថាប៉ុន្មានថ្ងៃនេះលោកពូមេភូមិដូចជាចម្លែកចេះតែមើលនាងមិនដាក់ភ្នែកមិនត្រឹមតែប៉ុណ្ណោះនៅពេលដែលគាត់ទៅនិយាយជាមួយនឹងស្រីពេជ្រគាត់ថែមទាំងចាប់ដៃស្រីពេជ្រទៀតផងខ្ញុំខ្លាចថាលោកមេភូមិគិតអ្វីមិនល្អទៅកាន់ស្រីពេជ្រដូច្នេះហើយទើបបានជាខ្ញុំនាំស្រីពេជ្រហើយនឹងលោកយាយមកនៅផ្ទះរបស់យើងទៅពូវ័យគាត់បាននិយាយថាកូនប្រុសឯងក៏គិតត្រូវម្យ៉ាងដែរបើសិនជាបណ្ដោយឲ្យស្រីពេជ្ររស់នៅទីនោះបន្តទៀតថ្ងៃណាមួយនាងប្រកាសជាមានគ្រោះថ្នាក់ជាមិនខានមនុស្សដូចជាអាហននេះទុកចិត្តវាមិនបាននោះទេមើលទៅវាធ្វើល្អតែចំពោះមុខអ្នកភូមិនោះទេក៏ប៉ុន្តែក្រោយខ្នងវិញមិនដឹងថាវាធ្វើស្អីខ្លះនោះទេមើលទៅស្រុកភូមិរបស់យើងតាំងតែពីថ្ងៃដែលវាធ្វើជាមេភូមិស្រុកភូមិរបស់យើងគ្មានឃើញរីកចម្រើនស្អីនឹងគេនោះទេក្រោយមកពូវ័យបាននិយាយទៅកាន់ស្រីពេជ្រនិងយាយសោកថាណែក្មួយស្រីហើយនឹងលោកយាយចាប់ពីថ្ងៃនេះទៅអ្នកទាំងពីររស់នៅផ្ទះរបស់ខ្ញុំឲ្យសប្បាយចិត្តចុះហើយមិនចាំបាច់ភ័យថាមានអ្នកណាមកធ្វើបាបអ្នកទាំងពីរនោះទេ
បើសិនជាមានអ្នកទាំងពីរប្រាប់ខ្ញុំចោះខ្ញុំនឹងលេងវាឲ្យចាស់តែម្ដងស្រីពេជ្របាននិយាយថាខ្ញុំហើយនឹងលោកយាយសូមអរគុណទៅដល់លោកពូហើយខណៈពេលនោះយាយសុកបាននិយាយថាណែក្មួយទាំងពីររួចចុះក្មួយទាំងពីរមិនខ្លាចថាក្មួយហនគេធ្វើអំពើអំពាត់ដាក់ទេអីឮថាក្មួយហនគេចេះមន្តអាគមផងពូវៃហើយនឹងកំឡោះហេងឮដូច្នេះហើយពួកគាត់ក៏បានសោចស្រីពេជ្របានឃើញដូច្នេះហើយក៏និយាយសួរថាណែបងហេងហើយនឹងលោកពូតើអ្នកទាំងពីរសោចអ្វីទៅខ្ញុំហើយនឹងលោកយាយពិតជាបានឮពិតមែនពូហនគាត់និយាយថាគាត់ចេះអាគមរួចចុះបងហេងហើយនឹងលោកពូអ្នកទាំងពីរមិនខ្លាចទេអីទើបបានជានោមគ្នាសោចដូច្នេះកំឡោះហេងបាននិយាយតបថាណែពេញខ្ញុំហើយនឹងលោកពុកមិនខ្លាចនោះទេត្រឹមតែអ្នកចេះអាគមកំពេចកំប៉ុកខ្ញុំហើយនឹងលោកពុកមិនខ្លាចនោះឡើយនិយាយប្រាប់ស្រីពេជ្រហើយនឹងលោកយាយទៅចោះតាមពិតទៅខ្ញុំហើយនឹងលោកពុកក៏ចេះអាគមដែរក៏ប៉ុន្តែពួកខ្ញុំមិនដែលនិយាយប្រាប់អ្នកណាអ្នកភូមិដែលរស់នៅទីនេះគ្មានអ្នកណាគេដឹងថាខ្ញុំជាមួយនឹងលោកពុកចេះអាគមទេអ្នកដែលដឹងដំបូងគេគឺស្រីពេជ្រហើយនឹងលោកយាយនឹងហើយពូវៃបាននិយាយដែរថាណែលោកយាយហើយនឹងក្មួយស្រីមិនចាំបាច់បារម្ភនោះទេបើសិនជាវាហ៊ានប្រើអាគមមកធ្វើបាបខ្ញុំជាមួយនឹងកូនប្រុសពួកខ្ញុំនឹងលេងវាឲ្យចាស់តែម្ដងឲ្យដឹងច្បាស់ថាតើអ្នកណាទៅជាអ្នកខ្លាំងពិតប្រាកដណែកូនប្រុសរវល់តែនិយាយនឹងហើយឆាប់នោមលោកយាយហើយនឹងក្មួយស្រីឡើងទៅលើផ្ទះទុកអីវ៉ាន់ឲ្យបានស្រួលបួលទៅលុះពេលមកដល់យប់ឡើងពូហនគាត់ដេកមិនលុះបក់មិនហើយក៏បានរកវិធីចាត់ការទៅកាន់កំឡោះហេងភ្លាមពូហនគាត់បាននិយាយម្នាក់ឯងថាអាហេងអាចង្រៃយប់នេះយើងប្រកាសជារកវិធីសម្រាប់ឯងចោលសូម្បីតែឪពុករបស់ឯងក៏យើងមិនលើកលែងដែរយើងនឹងសម្លាប់ពួកឯងទាំងពីរអ្នកឪពុកកូនទៅជាមួយនឹងគ្នាតែម្ដងនៅក្នុងយប់នេះយើងនឹងឲ្យពួកឯងទាំងពីរអ្នកឪពុកកូនបានស្គាល់ពីអានុភាពគោមន្តអាគមរបស់យើងបន្ទាប់ពីនោះទៅពូហនក៏បានឡើងទៅលើផ្ទះរបស់គាត់ហើយក៏បានយកគោមន្តអាគមចេញមកភ្លាមពេលនោះគាត់និយាយថាអាគូបាសំណប់យើងនេះខាន់ប្រើឯងយូរហើយនៅក្នុងយប់នេះយើងនឹងបញ្ជាឯងឲ្យទៅសម្លាប់មនុស្សពីរនាក់ឯងត្រូវតែសម្លាប់ពួកគេឲ្យបានបន្ទាប់ពីនិយាយរួចពូហនក៏បានលើកដៃឡើងប្រណម្យសូត្រសែបនៅមន្តអាគមបញ្ចុះទៅនឹងគោមន្តអាគមរបស់គាត់ភ្លាមក្រោយពេលដែលសូត្ររួចហើយពូហនបានចុះមកពីលើផ្ទះភ្លាមហើយក៏បានដាក់គោមន្តអាគមចុះទៅលើដីបន្តិចក្រោយមកវាក៏បានប្រែក្លាយទៅជាគោបាខ្មៅមួយក្បាលដ៏ធំសម្បើមវាមានពណ៌សម្បុរខ្មៅក្រឹបចំណែកឯភ្នែករបស់វាឲ្យក្រហមឆេះដូចជារងើកភ្លើងបន្ទាប់ពីបានឃើញដូច្នេះហើយពូហនបាននិយាយថាណែអាគោបាសំណប់ឯងឆាប់ទៅកំចាត់អាពីអ្នកឪពុកកូននោះចោលទៅកុំឲ្យវាមានជីវិតរស់ដល់ថ្ងៃស្អែកឲ្យសោះគោបាខ្មៅបានលឺដូច្នេះហើយក៏បានដើរសម្ដៅទៅផ្ទះរបស់ពូវៃនិងកំឡោះហេងភ្លាមដើម្បីទៅសម្លាប់ពួកគេទាំងពីរអ្នកឪពុកកូនចោលក្រោយពេលដែលគោបាខ្មៅទៅដល់ផ្ទះភ្លាមយាយសុកនិងស្រីពេជ្រដែលនៅអង្គុយលើផ្ទះក៏បានឃើញយាយសុកបាននិយាយទៅកាន់ស្រីពេជ្រថាណែចៅរួចចុះគោបាខ្មៅនោះគឺជាគោរបស់អ្នកណាគេហេតុអ្វីបានជាមកឈរនៅមុខផ្ទះរបស់ក្មួយហេងទៅវិញស្រីពេជ្របាននិយាយថាណែលោកយាយខ្ញុំក៏មិនដឹងដូចគ្នាដែរយើងមានតែស៊ូបងហេងហើយនឹងពូវៃហើយក្រោយមកស្រីពេជ្រក៏បានហៅកំឡោះហេងហើយនឹងពូវៃឲ្យមកមើលភ្លាមរួចហើយនាងនិយាយថាណែបងហេងហើយនឹងលោកពូរួចចុះនោះគឺជាគោរបស់អ្នកណាគេទៅដែលឈរនៅមុខផ្ទះនោះពូវៃបានឃើញហើយគាត់និយាយទៅកាន់កូនប្រុសថាណែកូនប្រុសនោះគឺជាគោមន្តអាគមទេតាមើលទៅអាមេភូមិហនវាចង់លេងមន្តអាគមជាមួយនឹងយើងហើយមើលទៅវាបញ្ជាគោបាខ្មៅនេះឲ្យមកសម្លាប់យើងហើយកូនឯងចុះទៅលេងមន្តអាគមជាមួយនឹងវាបន្តិចទៅកុំដកអាមេភូមិហននេះម្ដងកំឡោះហេងបាននិយាយថាបាទពងខ្ញុំក៏ខានប្រើក្រប3មន្តអាគមរបស់ខ្ញុំយូរដែរហើយយប់នេះខ្ញុំនឹងប្រើវាឲ្យទប់ទល់ជាមួយនឹងគោបាខ្មៅនេះម្ដងណែស្រីពេជ្រហើយនឹងលោកយាយអ្នកទាំងពីរកុំចុះទៅខាងក្រោមឲ្យសោះនៅឈរមើលខាងលើផ្ទះនេះហើយចាំមើលខ្ញុំលេងជាមួយនឹងគោខ្មៅ
បន្ទាប់ពីកំឡោះហេងនិយាយរួចគេក៏បានទាញយកក្របីមន្តអាគមរបស់គេចេញមកភ្លាមហើយក៏ចាប់ផ្ដើមលើកដៃឡើងប្រណម្យសូត្រសែបនៅមន្តអាគមគាថារបស់គេភ្លាមដើម្បីបញ្ចុះទៅនឹងក្របីមន្តអាគមក្រោយពេលដែលសូត្រសែបមន្តអាគមរួចហើយកំឡោះហេងក៏បានយកក្របីមន្តអាគមរបស់គេយកទៅដាក់នៅលើដីភ្លាមបន្តិចក្រោយមកក៏ស្រាប់តែមានពន្លឺភ្លឺចែងចាំងរូបប៉ាន់ក្របីតូចក៏បានប្រែក្លាយទៅជាក្របីមួយក្បាលដ៏ធំសម្បើមកំឡោះហេងក៏មិនបង្អង់យូរដែរគេក៏បានបញ្ជាទៅដល់ក្របីរបស់គេឲ្យចូលទៅចាត់ការជាមួយនឹងគោបាខ្មៅភ្លាមខណៈពេលនោះសត្វអាគមទាំងពីរក៏បានស្ទុះចូលទៅប្រយុទ្ធគ្នាតែម្ដងសត្វអាគមទាំងពីរប្រយុទ្ធគ្នាទៅវិញទៅមកសំឡេងប្រយុទ្ធរបស់វាឮសូរព្រុសព្រាចំណែកឯស្នែងរបស់ពួកវាបានប៉ះទង្គិចគ្នាឮស្នូរផផសត្វអាគមទាំងពីរក៏បានប្រយុទ្ធគ្នាទៅវិញទៅមកអស់ពេលមួយសន្ទុះខណៈពេលនោះក្របីមន្តអាគមក៏បានប្រើស្នែងដ៏មុតស្រួចរបស់វាវាត់ទម្លុះខ្លួនគោបាខ្មៅភ្លាមក្របីមន្តអាគមក៏បានប្រើស្នែងដ៏មុតស្រួចរបស់វាវាត់ទម្លុះខ្លួនគោបាខ្មៅជាច្រើនស្នែងហើយក៏បានធ្វើឲ្យវាមានរបួសយ៉ាងធ្ងន់ធ្ងរបន្តិចក្រោយមកគោបាខ្មៅក៏ទប់ទល់លែងបានក៏បានដេកដួលនៅទីកន្លែងនោះរលាយខ្លាយទៅជាផ្សែងបាត់ទៅក្រោយពេលដែលគោបាខ្មៅត្រូវបានកម្ចាត់ពូហនគាត់ក៏បានដឹងដែរក៏ប៉ុន្តែគាត់ឆ្ងល់ថាតើអ្នកណាទៅជាអ្នកកម្ចាត់គោបាខ្មៅរបស់គាត់បើពីអ្នកឪពុកកូននេះមិនចេះអាគមផងតាមពិតទៅពូហននេះគាត់មិនដឹងទេថាពីអ្នកឪពុកកូននោះចេះមន្តអាគមបើគេមិនដែលនិយាយដូចជាគាត់ផងក្រោយពេលដែលកម្ចាត់គោបាខ្មៅរួចហើយកំឡោះហេងបាននិយាយទៅកាន់ឪពុកថាណែលោកពងខ្ញុំគិតថាយើងគូតែនាំគ្នាទៅលេងផ្ទះលោកមេភូមិបន្តិចទៅមើលទៅគាត់ប្រហែលជាដឹងហើយថាគោបាខ្មៅរបស់គាត់ត្រូវបានកម្ចាត់ពូវ័យបាននិយាយតបទៅកាន់កូនប្រុសថាអើកូនឯងនិយាយត្រូវណាស់យើងនាំគ្នាទៅលេងផ្ទះអាមេភូមិហនបន្តិចទៅចាំមើលពេលដែលវាឃើញមុខយើងតើវាគិតយ៉ាងម៉េចទៅកំឡោះហេងបាននិយាយទៅកាន់យាយសុកនិងស្រីពេជ្រថាណែលោកយាយហើយនឹងស្រីពេជ្រអ្នកទាំងពីរនៅផ្ទះបិទទ្វារដេកឲ្យបានស្រួលទៅខ្ញុំហើយនឹងលោកពុកនាំគ្នាទៅផ្ទះលោកមេភូមិមួយផ្លែតបន្ទាប់ពីនិយាយរួចកំឡោះហេងហើយនឹងពូវ័យក៏បាននាំគ្នាធ្វើដំណើរសម្ដៅទៅផ្ទះលោកមេភូមិហនភ្លាមក្រោយពេលដែលពីអ្នកឪពុកកូនទៅដល់ក៏បានឃើញមេភូមិហននៅឈរខាងមុខផ្ទះពូវ័យក៏បាននិយាយថាណែអាមេភូមិចង្រៃមន្តអាគមរបស់ឯងប៉ុណ្ណឹងចង់ចាត់ការយើងពីអ្នកឪពុកកូនផងវាដូចជានៅស្ទើរខ្លាំងណាស់វើយយើងក៏ឆ្ងល់ដែរហេតុអ្វីបានជាឯងចង់ចាត់ការយើងពីអ្នកឪពុកកូនទៅវិញយើងមិនដែលមានរឿងអ្វីជាមួយនឹងឯងនោះទេពូហនបាននិយាយតបថាណែអ្វីឯងស៊ូកូនប្រុសជើងល្អរបស់ឯងទៅតើវានេះធ្វើស្អីខ្លះវានេះបានមកដណ្ដើមមនុស្សស្រីដែលយើងពងទុកជាយូរចុងក្រោយវាមកដណ្ដើមយកទៅបាត់ឯងថាទៅតើគួរឲ្យយើងខឹងដែរឬទេពូវ័យបាននិយាយតបថាណែអាហនស្រីពេជ្រនាងមិនស្រឡាញ់ឯងនោះទេព្រោះតែឯងនឹងវាចាស់ហើយក្មេងៗវាស្រឡាញ់គ្នាកុំចង់បំបែកបំបាក់ពួកវាអីឲ្យពួកវាស្រឡាញ់គ្នាទៅពូហនបាននិយាយថាចុះបើយើងចង់បំបែកបំបាក់ពួកវាតើឯងនេះចង់ធ្វើស្អីយើងទៅពូវ័យបាននិយាយថាអើមានធ្វើយ៉ាងម៉េចគឺធ្វើដាក់ឯងដូចជាឯងធ្វើដាក់កូនយើងចឹងនៅក្នុងពេលនេះឯងប្រហែលជាឆ្ងល់ហើយតើគោបាខ្មៅរបស់ឯងអ្នកណាជាអ្នកកម្ចាត់តើមែនដែរឬទេពូហនបាននិយាយថាអើត្រូវហើយវើយយើងពិតជាឆ្ងល់ពិតមែនតើអ្នកណាទៅជាអ្នកកម្ចាត់គោបាខ្មៅរបស់យើងពូវ័យបានសម្លឹងទៅកាន់កូនប្រុសរួចហើយគាត់និយាយថាណែកូនប្រុសតើឯងនិយាយប្រាប់វាខ្លួនឯងឬក៏ឲ្យពុកនេះនិយាយឲ្យកំឡោះហេងបាននិយាយតបថាណែពុករឿងប៉ុណ្ណឹងទុកឲ្យខ្ញុំនិយាយខ្លួនឯងក៏បានដែរដើម្បីឲ្យលោកមេភូមិគាត់ភ្លឺភ្នែកម្ដងកំឡោះហេងបានសម្លឹងទៅកាន់មេភូមិរួចហើយនិយាយថាណែលោកពូប្រហែលជាចង់ដឹងខ្លាំងហើយថាអ្នកណាជាអ្នកកម្ចាត់គោបាខ្មៅខ្ញុំប្រាប់លោកពូទៅចោះគឺជាខ្ញុំនេះឯងដែលជាអ្នកកម្ចាត់
ពូហនបានលឺហើយគាត់ចាប់ផ្ដើមបើកភ្នែកធំៗរួចហើយគាត់និយាយថាណែក្រែងឯងហើយនឹងឪពុករបស់ឯងមិនចេះអាគមនោះទេរួចចុះហេតុអ្វីទើបបានជាឯងអាចកំចាត់គោបាខ្មៅរបស់យើងបានពូវៃលឺហើយបាននិយាយថាណែអាមេភូមិរួចចុះអ្នកណានិយាយប្រាប់ឯងទៅថាយើងពីអ្នកឪពុកកូនមិនចេះអាគមនោះយើងទាំងពីរអ្នកឪពុកកូនសុទ្ធតែចេះអាគមគ្រាន់តែយើងមិនដើរនិយាយប្រាប់គេដូចជាឯងនេះចេះអាគមបន្តិចបន្តួចដើរនិយាយប្រាប់គេប្រាប់ឯងយ៉ាងម៉េចឯងខ្លាចគេមិនដឹងថាឯងចេះអាគមតែមិនដែរឬទេអាមេភូមិពូហនបានសោចរួចហើយនិយាយតបថាចុះវាយ៉ាងម៉េចយើងចង់ដើរនិយាយប្រាប់អ្នកណាក៏បានដែរឥឡូវនេះយើងកំពុងតែចង់សម្លាប់កូនប្រុសរបស់ឯងឥឡូវនេះឯងនាំកូនប្រុសរបស់ឯងមកដល់ផ្ទះរបស់យើងទៅវិញណែអ្វីឯងនេះពិតជាឪពុកល្អខ្លាំងណាស់នាំកូនប្រុសយកមកឲ្យយើងសម្លាប់ដល់ផ្ទះតែម្ដងកំឡោះហេងបាននិយាយថាណែលោកពូមេភូមិចង់សម្លាប់ខ្ញុំដូចជាមិនស្រួលទេដឹងនៅក្នុងយប់នេះមិនទាន់ដឹងថាតើអ្នកណាគឺជាអ្នកស្លាប់ពិតប្រាកដផងនឹងគ្រាន់តែកំឡោះហេងនិយាយរួចពីអ្នកឪពុកកូនក៏ស្រាប់តែបានឃើញពូហនប្រែคล้ายរូបរាងទៅជាមនុស្សចចកខ្លួនរបស់គាត់មានសុទ្ធតែរោមចំណែកឯដៃរបស់គាត់ដុសក្រចកវែងៗមើលទៅមុខមាត់របស់គាត់បានដុសចង្កូមស្រួចស្រួចមើលទៅហើយគួរឲ្យខ្លាចខ្លាំងណាស់បានឃើញដូច្នេះហើយពូវៃបាននិយាយទៅកាន់កូនប្រុសថាណែកូនមើលទៅអាហននេះវាក៏មិនធម្មតាដែរវាអាចប្រែคล้ายរូបរាងទៅជាមនុស្សចចកបានយើងឆាប់នាំគ្នាបញ្ឆោតវាទៅព្រៃខាងក្រោយភូមិទៅរួចហើយចាំសម្លាប់វាបើសិនជាយើងសម្លាប់វានៅក្នុងពេលឥឡូវនេះយើងពីអ្នកឪពុកកូនច្បាស់ជាជាប់ទោសជាមិនខានពួកយើងឆាប់បញ្ឆោតវាទៅព្រៃខាងក្រោយភូមិទៅក្រោយមកពីអ្នកឪពុកកូនក៏បាននាំគ្នារត់ទៅព្រៃខាងក្រោយភូមិភ្លាមចំណែកឯមនុស្សចចកក៏បានដេញតាមពីក្រោយទៅដល់ព្រៃខាងក្រោយភូមិដែរពេលនោះពូវៃបាននិយាយទៅកាន់កូនប្រុសថាណែកូនឥឡូវនេះមកដល់ព្រៃខាងក្រោយភូមិហើយពួកយើងឆាប់នាំគ្នាសម្លាប់វាចោលទៅបើទុកវានៅក៏គ្មានប្រយោជន៍ដែរពីអ្នកឪពុកកូនក៏ចាប់ផ្ដើមដកកាំបិតមន្តអាគមចេញមកភ្លាមហើយពីអ្នកឪពុកកូនក៏ចាប់ផ្ដើមសែបសូត្រនៅមន្តអាគមព្រមគ្នាតែម្ដងកាំបិតមន្តអាគមក្រោយពេលដែលត្រូវបានសូត្រមន្តអាគមបញ្ចុះហើយវាក៏ចាប់ផ្ដើមបញ្ចេញពន្លឺពណ៌មាសចំណែកឯពីអ្នកឪពុកកូនក៏បាននាំគ្នាចូលទៅប្រយុទ្ធជាមួយនឹងមនុស្សចចកតែម្ដងខណៈពេលនោះផងដែរឆាកប្រយុទ្ធពីមួយក៏ចាប់ផ្ដើមកាត់ឡើងពួកគេក៏បានប្រយុទ្ធគ្នាទៅវិញទៅមកប្រយុទ្ធទៅប្រយុទ្ធមកមនុស្សចចកក៏បានខ្វាច់ត្រូវពូវៃមួយក្រញាំចំណែកឯគេក៏ត្រូវបានកំឡោះហេងកាប់ត្រូវឆ្អឹងខ្នងមួយកំបិតដែរបន្ទាប់ពីមនុស្សចចកត្រូវរបួសហើយក៏ត្រូវបានកំឡោះហេងរត់ចូលទៅកាប់ថែមពី3កំបិតទៀតមនុស្សចចកក្រោយពេលដែលត្រូវបានកំបិតមន្តអាគមកាប់ឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរគេក៏បានប្រែក្លាយរូបរាងទៅជាពហនវិញហើយក៏បានដេកដួលដាច់ខ្យល់ស្លាប់នៅទីកន្លែងនោះទៅក្រោយពេលដែលមនុស្សចចកងាប់ហើយកំឡោះហេងបាននិយាយទៅកាន់ឪពុកគេថាលោកពុកយ៉ាងម៉េចទៅហើយតើត្រូវរបួសធ្ងន់ធ្ងរដែរឬទេនឹងពូវៃបាននិយាយតបថាណែកូនប្រុសរបួសប៉ុណ្ណឹងពុកមិនស្លាប់នោះទេឥឡូវនេះយើងសម្លាប់វាបានហើយឆាប់នាំគ្នាត្រឡប់ទៅផ្ទះវិញទៅកំឡោះហេងបាននិយាយថាណែលោកពុករួចចុះសាកសពរបស់លោកមេភូមិតើទុកចោលបែបនេះតើមិនដែរទេពូវៃបាននិយាយថាណែកូនទុកចោលនឹងហើយចាំដល់ពេលអ្នកភូមិឃើញសាកសពរបស់វាគេប្រកាសជាយកទៅដុតហើយបន្ទាប់ពីនោះទៅពីអ្នកឪពុកកូនក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញលុះពេលមកដល់ព្រឹកឡើងសាកសពរបស់ពូហនក៏ត្រូវបានអ្នកភូមិគេប្រទះឃើញហើយពួកគេក៏បាននាំគ្នាយកសាកសពរបស់ពូហនយកទៅដុតទៅចំណែកឯពួកគេក៏មិនសង្ស័យអ្វីដែរថាពូហនស្លាប់ដោយសារអ្វីចំណែកឯកំឡោះហេងហើយនឹងស្រីពេញពួកគេក៏បាននាំគ្នារើសយកថៃល្អដើម្បីរៀបការទៅហើយសម្រាប់សាច់រឿងនេះដែរខ្ញុំបាទសូមចប់តែត្រឹមនេះហើយក៏សូមអភ័យទោសរាល់ពាក្យពេចន៍សម្ដីដែលនិយាយទៅមិនសមរម្យហើយខ្ញុំបាទក៏សូមអរគុណរាល់ការគាំទ្រចំពោះរូបខ្ញុំបាទសូមអរគុណ